អូខេសួស្តីលោកគ្រូអ្នកគ្រូទាំងអស់ជាទីនឹករលឹកអូខេអញ្ចឹងថ្ងៃនេះយើងនឹងបន្តមេរៀនមុខវិជ្ជាភាសាខ្មែរចំណេះដឹងមូលដ្ឋានយើងបន្តទៀតយើងគឺសប្តាហ៍ទី2គណិតពាក្យនិងសញ្ញាវណ្ណយុត្តវណ្ណវ៉ាតអូខេអញ្ចឹងយើងនិយាយពីថ្នាក់ពាក្យវណ្ណយុត្តនិងវណ្ណវ៉ាតអូខេអញ្ចឹងយើងបន្តទៀតកម្មវិធីបណ្ដុះបណ្ដាលគណៈបរិញ្ញាបូក1ឯកទេសបឋមសិក្សាឆ្នាំទី1ឆមាសទី1មុខវិជ្ជាចំណេះដឹងមូលដ្ឋានភាសាខ្មែរសប្តាហ៍ទី2កាលបរិច្ឆេទអូខេរំលឹកមេរៀនចាស់តើសូរស្រៈខុសពីផ្សូរព្យញ្ជនៈយ៉ាងដូចម្ដេចតើផ្សំព្យញ្ជនៈតើការផ្សំព្យញ្ជនៈមានប៉ុន្មានទម្រង់អ្វីខ្លះរកឧទាហរណ៍ព្យញ្ជនៈផ្សំអូខេតោះអញ្ចឹងយើងចូលទី1លទ្ធផលសិក្សាអំពីចំណេះដឹងមូលដ្ឋានភាសាខ្មែរវិជ្ជាសម្បទាពណ៌នាបានពីថ្នាក់ពាក្យក្នុងភាសាខ្មែរតាមរយៈការសិក្សាក្នុងថ្នាក់ពន្យល់បានពីសញ្ញាវណ្ណយុត្តនិងវណ្ណវ៉ាតតាមរយៈការសិក្សាក្នុងថ្នាក់បំណិនសម្បទាបកស្រាយបានពីថ្នាក់ពាក្យក្នុងភាសាខ្មែរតាមរយៈការពិភាក្សាអូខេញែកគ្នាបានពីវណ្ណយុត្តនិងវណ្ណវ៉ាតតាមរយៈការពិភាក្សាជាក្រុមចរិយាសម្បទាមានស្មារតីសហការគ្នាជាក្រុមបាទអញ្ចឹងបន្ទាប់ពីរៀនមេរៀននេះរួចអ្វីដែលជាលទ្ធផលអូខេសិក្សាអំពីចំណេះដឹងមូលដ្ឋានភាសាខ្មែរអញ្ចឹងគឺយើងអាចប្រាប់បានពីថ្នាក់ពាក្យអូខេក្នុងភាសាខ្មែរតាមរយៈការសិក្សាក្នុងថ្នាក់ទីគឺប្រាប់បានពីថ្នាក់ពាក្យអូខេអញ្ចឹងមាននាមគុណនាមមកបានពន្យល់បានពីវណ្ណយុត្តអាមិនទៅវណ្ណយុត្តអាមិនទៅវណ្ណវ៉ាតអូខេទីហើយការបកស្រាយនោះគឺបកស្រាយបានពីថ្នាក់ពាក្យអូខេក្នុងភាសាខ្មែរអូខេមួយទៀតគឺញែកបានពីអាមិនហៅថាវណ្ណយុត្តអាមិនហៅថាវណ្ណវ៉ាតអូខេអញ្ចឹងយើងចូលខ្លឹមសារខ្លឹមសារលទ្ធផលសិក្សាសេចក្តីផ្ដើមខ្លឹមសារគោលមេរៀនទី2ថ្នាក់ពាក្យវណ្ណយុត្តវណ្ណវ៉ាតអូខេចំណុចទី1គឺយើងសិក្សាពីថ្នាក់ពាក្យចំណុចទី2យើងសិក្សាពីវណ្ណយុត្តនិងវណ្ណវ៉ាតហើយទី4គឺសេចក្តីសង្ខេបទី5កិច្ចការស្រាវជ្រាវសម្រាប់សប្តាហ៍ក្រោយទី6ឯកសារយោងអូខេយើងខ្លឹមសារមេរៀននៅក្នុងមេរៀននេះទី1គឺលទ្ធផលសិក្សាអូខេដែលយើងបាននិយាយរួចទី2សេចក្តីផ្ដើមទីនេះខ្លឹមសារគោលរបស់វាគឺថ្នាក់ពាក្យវណ្ណយុត្តវណ្ណវ៉ាតគេថ្នាក់ពាក្យវណ្ណយុត្តវណ្ណវ៉ាតសេចក្តីសង្ខេបអូខេតោះឥឡូវយើងចាប់ផ្ដើមខ្លឹមសារគោលអូខេ3មេរៀនទី2ថ្នាក់ពាក្យវណ្ណយុត្តនិងវណ្ណវ៉ាតសេចក្តីផ្ដើមតាមភាសាវិទ្យាការសិក្សាពីវិទ្យាពីភាសាគឺការសិក្សាពីសូរគេសព្តាព្យាង្គពាក្យកន្សោមពាក្យលំបាកអត្ថបទគេអត្ថបទធំជាងគេហើយនៅក្នុងអត្ថបទវាមានល្បះជាច្រើនអូខេនៅក្នុងល្បះវាមានកន្សោមពាក្យអូខេនៅក្នុងកន្សោមពាក្យមានពាក្យនៅក្នុងពាក្យមានព្យាង្គអូខេដូចជាថាមេរៀនអូខេហើយក្នុងព្យាង្គវាមានសព្តាអូខេតោះបន្តទៀតតើថ្នាក់ពាក្យជាអ្វីអូខេបញ្ញត្តិទូទៅនៃថ្នាក់ពាក្យក្រសួងអប់រំ1982អូខេចឹងខ្ញុំកើត82ពាក្យនីមួយៗតែងតែនៅក្នុងថ្នាក់ពាក្យណាមួយមិនខានអូខេអញ្ចឹងបញ្ញត្តិទូទៅនៃថ្នាក់ពាក្យហ្នឹងគឺក្រសួងអប់រំយ៉ាងម៉េច1982គាត់បានលើកឡើងថាម៉េចពាក្យនីមួយៗតែនៅក្នុងថ្នាក់ពាក្យណាមួយមិនខានអញ្ចឹងរាល់ពាក្យទាំងអស់ដែលយើងមិនលើឡើងដែលយើងនិយាយឡើងហ្នឹងគឺវាមានគេហៅថាវាមានថ្នាក់ពាក្យវាអូខេនឹងក្រសួងអប់រំយើងហើយចំណែកឯអ្នកប្រាជ្ញគេឆ្នាំ1999គេនិយាយថាម៉េចគេSylvain Wallchel
ថ្នាក់ពាក្យជាបណ្ដុំនៃធាតុនានាដែលគេបង្កើតឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយបែបឬច្រើនបែបបាទអញ្ចឹងថ្នាក់ពាក្យហ្នឹងគឺជាបណ្ដុំនៃធាតុនានាបាទបណ្ដុំគឺជាការផ្ដុំនៃធាតុនានាដែលគេបង្កើតឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយបែបឬច្រើនបែបគឺយ៉ាងថ្នាក់ពាក្យដូចថាថ្នាក់ពាក្យគេបង្កើតឡើងដោយផ្អែកលើការលក្ខណៈវិនិច្ឆ័យមួយបែបឬច្រើនបែបគេហៅថ្នាក់ពាក្យហើយ1987មានអ្នកប្រាជ្ញម្នាក់ឈ្មោះ Jean Aitchison បានថ្នាក់ពាក្យដោយយកមុខងារពាក្យក្នុងសម្ព័ន្ធនិងរូបសាស្ត្ររបស់ពាក្យធ្វើជាមូលដ្ឋានហើយគេថ្នាក់ពាក្យហ្នឹងគឺដោយយកមុខងារពាក្យក្នុងសម្ព័ន្ធនិងរូបសាស្ត្ររបស់ពាក្យធ្វើជាមូលដ្ឋានពាក្យទាំងឡាយត្រូវបានគេបែងចែកជាប្រភេទផ្សេងៗដោយពឹងផ្អែកមួយផ្នែកលើបែបបទនៃការចងសម្ព័ន្ធនិងមួយផ្នែកទៀតពឹងផ្អែកលើលក្ខណៈរូបរបស់ពាក្យដែលនៅក្នុងប្រភេទជាមួយគ្នាអាចដាក់ជំនួសគ្នាបាននៅក្នុងទីតាំងណាមួយនៃប្រយោគបាទអញ្ចឹងយើងម្ដងទៀតគឺពាក់ព័ន្ធមួយ Jean Aitchison នេះបាទJean Aitchison នេះ1987គាត់ថាម៉េចគាត់ថាថ្នាក់ពាក្យដោយយកមុខងារពាក្យក្នុងសម្ព័ន្ធនិងរូបសាស្ត្ររបស់ពាក្យធ្វើជាមូលដ្ឋានពាក្យទាំងឡាយត្រូវបានគេបែងចែកជាប្រភេទផ្សេងៗដោយពឹងផ្អែកមួយផ្នែកពីលើបែបបទនៃការចងសម្ព័ន្ធនិងមួយផ្នែកទៀតគឺពឹងផ្អែកលើលក្ខណៈរូបរបស់ពាក្យដែលនៅក្នុងប្រភេទជាមួយគ្នាអាចដាក់ជំនួសគ្នាបាននៅក្នុងទីតាំងណាមួយនៃប្រយោគអូខេអញ្ចឹងគឺយើងលើកឡើង3ចំណុចអានេះយើងធ្វើការសន្និដ្ឋានជារួមថ្នាក់ពាក្យគឺជាការបែងចែកពាក្យនៅក្នុងភាសាណាមួយជាក្រុមផ្សេងៗពីគ្នាដោយពឹងផ្អែកជាពិសេសលើមុខងាររបស់ពាក្យនៅក្នុងប្រយោគព្រមទាំងអាចពឹងផ្អែកលើរូបសាស្ត្ររបស់ពាក្យផងដែរបាទនេះគេសរុបហើយគេសរុបទាំង3នឹងចូលគ្នាមកគេថាជារួមថ្នាក់ពាក្យជាការបែងចែកពាក្យនៅក្នុងភាសាណាមួយអូខេជាក្រុមផ្សេងពីគ្នាដោយពឹងផ្អែកជាពិសេសលើមុខងាររបស់ពាក្យនៅក្នុងប្រយោគព្រមទាំងអាចពឹងផ្អែកលើរូបសាស្ត្ររបស់ពាក្យផងដែរឧទាហរណ៍សិស្សទៅសាលាកម្មករទៅសាលានិស្សិតទៅសាលាទន្សាយទៅសាលាអូខេតើថ្នាក់ពាក្យក្នុងភាសាខ្មែរមានអ្វីខ្លះអូខេអញ្ចឹងយើងប៉ុណ្ណឹងសិនបាទគឺយើងបាន8នាទីហើយអូខេយើងប៉ុណ្ណឹងសិន